ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញមុខម្ហូបប្រចាំតកូលបងប្អូនមិនបាច់ search អ៊ីនធឺណិត YouTube យូរអីទេគឺគ្មានអ្នកណាធ្វើក្រៅពីតកូលរបស់ខ្ញុំទេកាលពីខែមុនទៅស្រុកខ្មែរខ្ញុំចេញវីដេអូម្ដងហើយតែខ្ញុំធ្វើសាច់កង្កែបថ្ងៃនេះខ្ញុំធ្វើឆ្អឹងមាន់មុខម្ហូបនេះហៅថាឆ្ងល់កង្កែបបើបងប្អូនចង់ដឹងថាឆ្ងល់នឹងធ្វើយ៉ាងម៉េចបងប្អូនទស្សនាពីរបៀបធ្វើទាំងអស់គ្នាចំពោះបន្លែគឺប្រើតែននងជ្រុងឯណាបងប្អូនទឹមកៅឆាយផ្សាស៊ីទឹមបើកចិត្តផ្ទះ យកមកចិតស្បកឲ្យស្អាតហើយយើងចិតចង្វាមូលដូចយើងឆាអញ្ចឹងចំពោះសាច់សូមបញ្ជាក់បើបងប្អូនអត់មានកង្កែបគឺយកស្លាបមាន់មកធ្វើបានឆ្ងាញ់ខ្ញុំថ្ងៃនេះសូម្បីតែស្លាបមាន់ក៏អត់មានទេដកមកគឺឆ្អឹងមាន់សុទ្ធតែម្ដងពេលដែលបងប្អូនកាប់ចង្វាមូលចឹងហើយឥឡូវនេះមកមើលពីរបៀបខ្ញុំធ្វើម្ដងដំបូងបងប្អូនអឺខ្ទះក្តោយឆ្នាំងក្តោយដាក់ប្រេងឆាឲ្យក្តៅដាក់ខ្ទឹមសឆាឲ្យឈ្ងុយដាក់ស្ករត្នោតបន្ទាប់ពីដាក់ស្ករត្នោតហើយដាក់ប្រហុកឆាឲ្យឈ្ងុយតែដោយសារចង់ភ្លេចប្រហុកបងប្អូនក៏ដាក់ឆ្អឹងមាន់ចូលមុនឆ្អឹងមាន់នេះគឺខ្ញុំស្រុះស្អាតហើយបានខ្ញុំយកមកដាក់ឆាត្រឡប់2 3ត្រឡប់ទៅក្របវាពុះឆាឆ្អឹងវារៀងយូរបន្តិចបន្ទាប់មកគឺខ្ញុំដាក់ប្រហុកពេលខ្ញុំដាក់ប្រហុកគឺខ្ញុំទាញឆ្អឹងមាន់ចេញយកមកឆាប្រហុកនឹងឲ្យឈ្ងុយប្រហុកនឹងឆាឲ្យឈ្ងុយស្លាបមាន់ក៏ដោយកង្កែបក៏ដោយបងប្អូនឆាចូលគ្នាឈ្ងុយហើយត្រឡប់ឆាចូលគ្នាកុំទាន់ដាក់ទឹកត្រីដោយសារយើងប្រើប្រហុកម្សៅស៊ុបឬប៊ីចេងឬមួយក៏ប្រេងខ្យងបងប្អូនប្រើមួយណាក៏បានដែរម្សៅស៊ុបប្រេងខ្យងនេះគឺធ្វើខ្លួនឯងបងប្អូនឆាឆ្អឹងមាន់ស្លាបមាន់ឬមួយកង្កែបឲ្យឆ្អិនណាឲ្យឆ្អិនណាបងប្អូនចាំដាក់ននងចូលពេលដាក់ននងចូលបងប្អូនបើកភ្លើងឲ្យខ្លាំងដើម្បីកុំឲ្យននងហ្នឹងតែបើកភ្លើងតិចទៅចេញទឹកដូចស្ងោរចឹងខ្ញុំក្របបន្តិចឲ្យវាស្លោកខ្ញុំអត់ចូលចិត្តឲ្យននងខ្ញុំមកលួយទេតាមបងប្អូនចូលចិត្តរសជាតិប្រៃផ្អែមបងប្អូនថែមថយតាមខ្លួនឯងចូលចិត្តរសជាតិដាក់ស្លឹកខ្ទឹមផ្លែតដាក់ម្ទេសមុខម្ហូបនេះគឺហឹរណាបងប្អូនតែអត់ចូលចិត្តហឹរដកហឹរចេញមុខម្ហូបនេះគឺជីតាខ្ញុំគាត់អ្នកបង្កើតឡើងគាត់ថានៅស្រុកភូមិរបស់គាត់ពេលដែលខែរដូវវស្សាគឺស្បូរកង្កែបឃើញតែអ្នកភូមិឆាកង្កែបននងឆាកង្កែបននងអញ្ចឹងគាត់យកមុខម្ហូបនេះយកមកច្នៃដាក់ប្រហុកហើយគាត់ដាក់ឈ្មោះថាឆ្ងល់កង្កែបហេតុអីបានឆ្ងល់ដោយសារតែឆាហេតុអីដាក់ប្រហុកសូម្បីតែអ្នកខេត្តស្វាយរៀងដូចគ្នាអត់ស្គាល់មុខម្ហូបនេះទេមុខម្ហូបនេះមានតែក្នុងត្រកូលរបស់ខ្ញុំទេបងប្អូននិយាយមែនបងប្អូនអត់មានអ្នកស្គាល់ទេគេស្គាល់តែឆាននងសាច់មាន់ឬមួយឆាននងកង្កែបដាក់ប្រហុកបើបងប្អូនចង់ដឹងថារសជាតិឆ្ងល់ននងកង្កែបឬមួយសាច់មាន់ឬមួយឆ្អឹងមាន់ស្លាបមាន់បងប្អូនសាកមើលទៅរសជាតិយ៉ាងម៉េចអញ្ចឹងក្នុងវីដេអូនេះបងប្អូនបើមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានម៉ែសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អ